បងទៅណានឹងបងចង់ទៅក្រោមញ៉ាំទឹកអូនចង់បានអីចាំបងយកមកឲ្យជាពិសេសរឿងស្លៀកពាក់ហ្នឹងណាយកមិញអនបានប្រាប់ខ្ញុំថាឃើញបងបរមីស្លៀកពាក់សិចស៊ីលេចលើលេចក្រោមហើយយកបណ្ដាត្រីបានឡើងទៅរកអីញ៉ាំទៀតផងនេះហ่าបើសិនជាផ្ទះនេះគ្មានមកសារាក៏ខ្ញុំមិនបារម្ភដែរអត់ទេបងមកអង្គុយទៅណាចាំអូនទៅយកឲ្យបងមិនអីទេបងជិះចុះទៅវិញអូននៅសម្រាប់ចឹងណាមិនអីទេបងក្រៃបងទៅតែមុតទឹករួចអីចុះទៅប្រកាសជាបែកញើទៀតហើយបងមកអង្គុយទៅណាទៅអូនជាអ្នកទៅយកឲ្យបងណែស្អីគេនេះតានេះគ្រាន់តែឃើញគ្នាប៉ុណ្ណឹងក៏ភ័យដែរគឺគ្នាស្មានថាឯងគេលក់បាត់ទៅហើយព្រោះអូនប្រាប់ថាឯងចូលគេងតាំងពីក្បាលព្រលឹមគ្នាព្យាយាមចូលគេងដែរតែវាគេងលក់សោះមិនដឹងជាមិនទេមករយៈនេះចិត្តតែឃ្លានពេលយកកណ្ដាលត្រៀតរហូតប្រហែលជាល្ងាចមិញគ្នាញ៉ាំបាយតិចពេកហ្នឹងនិយាយចឹងឯងទៅញ៉ាំបាយនៅផ្ទះនោះមិនដែរប្រហែលជា happy ឯណោះល្អតែហើយចង់យ៉ាងមិនដែរទៅមើលកូនល្អមើលទេហើយស្អីគេនេះឲ្យគ្នាទៅមើលកូនតែម្នាក់ឯងអញ្ចឹងហ៎អត់ទេណាជួយបានទេបើគ្នាទៅគ្នាអត់សុខឲ្យគ្នាសុំទោសផងណាចាំថ្ងៃក្រោយចាំយើងទៅជាមួយនឹងគ្នាទៀតណាអត់អីទេនីតាមិនមែនជាអ្នកខុសណាបើអញ្ចឹងគ្នាទៅគេងសិនហើយណាចាំស្អែកចាំជួបគ្នាទៀតសុនីតានេះអូនកាត់អីឬក៏អត់ចាអត់កាត់អីផងអូយបងសារាមិនទាន់គេងទៀតហ៎គឺគេលើបើអញ្ចឹងគ្នាទៅគេងសិនហើយណាធ្វើខ្លួនឯងនឹងក្រំឡាចិត្តនឹងខ្លាំងណាស់សុនីតានេះអូនកំពុងតែកើតអីនោះការដែលអូនមិនចង់ឲ្យបងចុះទៅខាងក្រោមនេះព្រោះខ្លាចតែបងឃើញគេតែងខ្លួនបែបហ្នឹងមែនទេបើសិនជាអូនគិតបែបហ្នឹងអូនឲ្យគេផ្លាស់មកចូលក្នុងផ្ទះយើងទៅអីសុនីតានេះអូនស្ដាប់បងណាបងស្រឡាញ់អូនបងស្រឡាញ់អូនត្រង់អូនទន់ភ្លន់
សុភាពបងស្រឡាញ់អ្វីគ្រប់យ៉ាងដែលជាអូនហើយគ្រប់យ៉ាងទៀតដែលមនុស្សស្រីម្នាក់នោះមិនអាចមានបានទោះបីជាគេធ្វើអ្វីក៏ដោយគេមិនបានគិតបែបក៏ដោយក៏គេមិនអាចដាក់ចិត្តបងបានដែរ អូនសុំទោសណាអូនសុំទោសដែលអូនគិតច្រើន ស្ដាប់បងណាខ្ញុំចាស់ដែលចេញពីជួបពុកវាមិនអាចឆេះសន្ធោឡើងវិញបានទេបងកុំភ័យទេណា ក្នុងនេះមានបន្ទប់ជួលហើយមានអាផាតមិនដែលមានតម្លៃថោកព័ត៌មានលេខទូរស័ព្ទនៅក្នុងនេះនាងមើលទៅ បងសារ៉ាធ្វើនេះមានន័យថាម៉េចចង់ដេញខ្ញុំចេញចុះក្រៃនាងនិយាយថានាងមកនៅទីនេះមិនយូរទេកន្លងមកច្រើនថ្ងៃណាខ្ញុំឃើញនាងមកធ្វើអ្វីសោះទើបខ្ញុំជួយនាងទៅបាច់មិននិយាយទៅយូរផ្សោតខ្ញុំទេណាខ្ញុំដឹងថាបងសារ៉ាស្អប់ខ្ញុំប្រាប់ឲ្យដឹងទៅចុះខ្ញុំក៏មិនចង់រស់នៅក្នុងផ្ទះនេះប្រហែលដែរមិនចង់នៅទេបើមិនចង់នៅហេតុអីក៏មិនទៅអ្នកណាហាមគាត់នាងខ្ញុំទៅពេលណាដែលខ្ញុំមានលុយខ្ញុំទៅហើយ នេះដូចសម្លេងបរមីដែរហើយក៏លឺសម្លេងលោកប្រុសស្រាដែរ ចឹងហ៎ចាំខ្ញុំជួយចេញលុយនាងល្អហ៎ចាំខ្ញុំជួយចេញលុយជួយបន្ទប់ឲ្យនាងដែលមានតម្លៃថោកមុន3ខែទៅចុះណាគ្រប់ហ៎ ខ្ញុំមិនយល់ព្រោះថាខ្ញុំមិនមែនជាអ្នកសុំទាន នាងនិយាយបែបនេះណានាងមិនបាច់មកយកលេសទេណាការងារក៏មានធ្វើរឿងអីដែលថាគ្មានលុយនោះរួចចូលរបស់ទាំងអស់នេះសុទ្ធតែរបស់ថ្មីហើយថ្លៃទាំងអស់បានវាមកពីណាបើសិនជានាងគ្មានលុយ មានរឿងអីកាលឡើងហ្នឹង ចង់ជន់ខ្ញុំខ្លាំងណាស់បងសារ៉ាជន់មកព្រោះថាបងសារ៉ាចង់ជន់ខ្ញុំយូរណាស់មកហើយជន់ខ្ញុំឲ្យដួលសំនឹងតែកន្លែងនេះតែម្ដងណាឲ្យវាសំចិត្តជាមួយនឹងបងសារ៉ា ដេកទៅខ្ញុំនឹងជន់ ខ្ញុំដេកបងសារ៉ាជន់មក នាងសាក់ដេកមើលទៅស្មានតែខ្ញុំមិនហ៊ានជន់នាងហ៎ បានទេណាបងសារ៉ាបានហើយ នាងស្ដាប់ខ្ញុំឲ្យច្បាស់ណាទុកមួយជានាងស្ដាប់บอกខ្ញុំនៅតែមិនពេញចិត្តដែរអ្វីដែលខ្ញុំពេញចិត្តណាគឺនាងត្រូវតែផ្លាស់ចេញពីផ្ទះរបស់ខ្ញុំឲ្យបានលឿនបំផុតនាងចង់ទៅស្ដាប់នៅកន្លែងណាស្ដាប់នៅផ្លូវណាบอกខ្ញុំមិនខ្វល់ទេ កុំនឹងបានហើយណា នាងជប់នេះណាហេតុអីក៏នាងមកធ្វើបែបនេះក្នុងផ្ទះរបស់ខ្ញុំប្រាប់នាងឲ្យឈប់ណាស្អីដែរជប់នេះទៅរៀនផ្ទះរបស់បង ប៉ុន្តែ នីតាជប់សិន ថាស្អីទៅនេះបងសារ៉ា ចាប់ឡើងឡានទៅប៉ុន្តែអូនមកទៅទេណា
ឲ្យគេជួយចាប់បានគេប្រហែលជាមិននៅដល់ពេលនេះអ្នកនាងក៏ភ្លេចសម្លមកជួយអូនឯងជួយមើលបរមីផងណាចានេះក្មួយសារ៉ានិយាយបែបនេះផងហ៎ពេញចិត្តនាងជាទីបំផុតហើយរួចចុះនាងនោះយ៉ាងមិនទៅហើយអូយលោកស្រីគឺស្រែកដូចមនុស្សឈួតអញ្ចឹងឥឡូវនេះនឹងក៏វែងអវ័យអវ៉ាន់នឹងចូលស្រះទឹកអស់ហើយខ្ញុំបានប្រាប់ឧជាឲ្យគាត់នឹងលាងស្រះទឹកឲ្យរៀបចំអវ័យអវ៉ាន់នឹងទុកដាក់ហើយទឹកគឹមថាកំពុងតែរៀបចំអវ៉ាន់ផ្លាស់ចេញទៅហើយណាមនុស្សស្អីក៏គុកក្រាស់មិនត្រម្ល៉េះចាលោកស្រីចាខ្ញុំមិនយល់តតែតោះគិតឃើញបែបម៉េចបានគេមកផ្លាស់ណាជាមួយមិត្តដែលទៅតែរៀបការជាមួយគ្នាបែបនេះខ្ញុំថានាងម្នាក់នេះណាកាលនៅពីក្មេងរៀនមិនសូវបានពូកែទៅមិនចេះសរសេរពាក្យថាក្រៃចិត្តជាបងនិយាយខាងបែបនេះដាក់បរមីបងណានិយាយជាមួយគេបែបនេះគឺវាល្អសោះទៅហើយតែបើសិនជាថ្ងៃក្រោយគេធ្វើខ្លួនបែបនេះទៀតណាបងរត់តែមិនចង់និយាយជាមួយគេដែរសូរីតាអូនសុំសួរបងតាមត្រង់មួយឧទាហរណ៍ថាមនុស្សម្នាក់នោះមិនមែនជាបរមីតែជាបងម៉ានីកាដែលគាត់កំពុងតែជួបការលំបាកតើបងសារ៉ានឹងធ្វើបែបនេះឬអត់សូរីតាអ្នកនាងម៉ារីកាណាមិនមែនជាបរមីទេចុះបើបរមីមិនមែនជាសង្សារចាស់របស់បងតើបងសារ៉ានឹងធ្វើបែបនេះឬអត់សូរីតាបងបរមីបានចាប់គ្នាយូរណាហេតុអីក៏អូនគិតបែបនេះទៀតបានចាប់គ្នាយូរហើយហេតុអីបងសារ៉ាចាំបាច់ខឹងខ្លាំងដល់ថ្នាក់នេះចាំបាច់ស្អប់បងគ្រាន់តែឃើញបរមីត្រឹមតែជាមិត្តភក្តិរបស់អូនដែលគេកំពុងតែជួបការលំបាកហើយមកសុំពួកយើងស្នាក់អាស្រ័យមិនមែនជាសង្សារចាស់ដែលធ្លាប់ធ្វើឲ្យបងសារ៉ាខូចចិត្តពីមុនមកនេះគ្រាន់តែបងបដូរគំនិតប៉ុណ្ណឹងមិនបានទេអញ្ថ្ងៃនេះអូនសុំតែញ៉ាំបាយនៅផ្ទះបានរបស់អូនសូរីតាជប់សិនសូរីតាជាប្តីប្រពន្ធ
ននឹងគ្នានេះมันត្រូវរំលឹករឿងចាស់ចាស់នេះយកមកពិចារណាគ្នាជាពិសេសរឿងដែលធ្វើឲ្យភាគីម្ខាងទៀតនោះគេមិនសប្បាយចិត្តចាំទុកណាកូនឲ្យកូនសុំទោសទៅចាស់អ្នកម៉ែតែកូនពិតជាទ្រាំមិនបានទឹកណានសូនីតាកូននិយាយទៅគេនិយាយបែបនេះជាមួយនឹងបរមីកូនគាត់មិនត្រូវប្រឆាំងនាំមកឆ្លុះគ្នានោះដែរយើងត្រូវដោះស្រាយបញ្ហាឲ្យវាចំចំណុចដើមហេតុគឺជាមិត្តភក្តិរបស់កូនដូច្នេះកូនត្រូវដោះស្រាយត្រង់ចំណុចនេះមិនមែនកូនណាទៅរកហេតុផលឲ្យសារ៉ាធ្វើអ្វីដែលគេមិនចូលចិត្តនោះទេត្រូវហើយអ្នកដែលត្រូវរអៀសចិត្តនោះគឺជាបរមីទៅវិញទេមិនមែនជាសារ៉ាទេហើយដូច្នេះសូនីតាកូនកុំទៅនិយាយរឿងអីដែលធ្វើឲ្យសារ៉ានេះគេមិនសប្បាយចិត្តសារ៉ាគេមិនបានខុសទេណាកូនរឿងនេះខ្ញុំក៏យល់ស្របមនុស្សដូចជាបងបរមីត្រូវនិយាយត្រង់ដាក់ចាំកណ្ដាលមុខខ្លះទៅក្រែងលោដឹងខ្លួននឹងអើប្រញាប់ទៅរើបានចេញទៅបើសិនជាបងបរមីចេញទៅបញ្ហានឹងចប់ដោយ happy ending តោះឥឡូវបានឃ្លានបាយម៉ាក់ញ៉ាំបាយដូចជាខ្លួនឯងណាស្រឡាញ់គ្នាខ្លាំងណាស់ចឹងនេះបើកុំតែយើងបោះបង់ទៅកុំសង្ឃឹមឲ្យសោះថានាងបានគេនោះគ្រប់ចាស់ទាំងអស់ណាវាជារបស់យើងវាជារបស់យើង
វាត្រូវតែជារបស់យើងទាំងអស់រួចចុះគួយសូនីតានោះសូនីតាគេប្រាប់ថាគេទៅញ៉ាំបាយនឹងតែម៉ាម៉ារបស់គេមានបញ្ហាជាមួយគ្នាមែនទេគឺខ្ញុំបានថែមិត្តភក្តិរបស់គេទៅគេខឹងនឹងខ្ញុំទៅតាំងពីមនុស្សស្រីណាស់នោះលើចូលមកផ្ទះនេះមកខ្ញុំនិងសូនីតាឈប់នេះសឹងតែរាល់ថ្ងៃមានរឿងត្រូវដោះស្រាយជាមួយគ្នាសឹងតែរាល់ថ្ងៃមិនដឹងថាពេលណាម្នាក់ស្រីនោះរើចេញពីផ្ទះនេះទេតែប៉ុណ្្នឹងទៅហើយដីប្រពន្ធឆ្លុះគ្នាដោយសារតែមិត្តភក្តិហេតុដូច្នេះកូននឹងហើយដែលត្រូវតែធ្វើចិត្តនោះព្រោះត្រូវជាមិត្តភក្តិនឹងគ្នានឹងណាជួនកាលទៅគេអាចធ្វើមិនល្អដាក់កូនប៉ុន្តែគេធ្វើល្អដាក់សូនីតាអញ្ចឹងកូនទៅឲ្យសូនីតានេះខឹងឬស្អប់តាមកូនមិនដង្កើតកូនត្រូវដឹងណាជួនកាលទៅស្វាមីមិនពេញចិត្តតែភរិយាពេញចិត្តកូនគឺត្រូវតែយល់ព្រមតែបើបរមីបង្កបញ្ហារហូតគួយសូនីតាទ្រាំមិនបានលេខឈប់ធំតែម្ដងទៅចាំមិនជួបបាទនេះគឺល្អណាស់ណែរឿងនេះគ្មានអីតាក់ទងនឹងគ្នាទេតោះញ៉ាំបាយទៅអត់តន់ផ្លាស់ចាញ់ទៅទេតែណាគឺលោកប្រុសសារាប្រាប់ឲ្យអ្នកនាងផ្លាស់ចាញ់ទៅនោះអីខ្ញុំទៅណាមិនទាន់បានទេមិត្តរបស់ខ្ញុំឲ្យខ្ញុំនៅបន្តកុំភ្លេចឲ្យសោះណាថាផ្ទះមួយនេះមិត្តរបស់ខ្ញុំក៏ជាម្ចាស់ពាក់កណ្ដាលដែរបើសិនជាមិត្តរបស់ខ្ញុំមិនទាន់ហាមមាត់ដេញខ្ញុំទេខ្ញុំអាចនៅបានសោកស្ដាយផងណាដែលត្រូវលាងចានធ្វើម្ហូបបោះផ្ទះជួបបន្ទប់ទឹកឲ្យខ្ញុំជាបន្តទៀតតែខ្ញុំជួយមិនបានទេនេះគឺជាតួនាទីរបស់អ្នកបម្រើបើសិនជាមិនពេញចិត្តធ្វើទេលាឈប់ទៅបងសូមនិយាយលើកទី1លានណាថាពួកយើងទាំងពីរនាក់នឹងមិនឆ្លុះគ្នាដោយសារមនុស្សស្រីណានោះទៀតទេណានេះហើយបងសារាខ្ញុំសុំយកវិញណាចាចង់ទៅតើតែខ្លាចនឹងព្រីពិតហើយត្រូវបកគោលខ្លួនប្រារបស់ខ្ញុំទៅឲ្យមនុស្សស្មោករោគដូចជាឯងគេចង់បំបីខ្ញុំចេញពីបងសារាមែនទេបើមិនចង់តែគេធ្វើអញ្ចឹងធ្វើអីហើយចង់លោកសារាក៏ថាយ៉ាងមិនដែរបាទទៅរកប្រៀបដៃជាមួយនឹងបងណែឈ្មោះទេ